បាទបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានអីមួយចង់សែមលេខតាក់ទងជាមួយនឹងឡានមួយគ្រឿងនេះគឺថ្មី 1000 គីឡូជាងអញ្ចឹងគាត់បានយកទៅដាក់ឌីមអញ្ចឹងដាក់ភ្លើងឌីមអញ្ចឹងអាឌីមហ្នឹងគឺវាអត់មានអីជួយយើងឲ្យនេះទេគ្រាន់តែថាការឆ្លាញ់ខុសគ្នាអញ្ចឹងណាតែគុណសម្បត្តិនិងគុណវិបត្តិរបស់វាគឺយើងមើលតាមកន្លែងមួយដែរកន្លែងខ្លះដែលគេដាក់បានល្អទៅគេឆ្កឹះភិនអីដាក់តាមត្រឹមត្រូវដូចឡានមួយគ្រឿងនេះអញ្ចឹងយើងមើលជាក់ស្ដែងនេះអញ្ចឹងជាងគាត់ឆ្កឹះណានេះហ៎គាត់ឆ្កឹះខ្ទេចប្រហើយរហូតដល់ឆ្កឹះខ្ទេចទៅលើសាច់ថ្នាំឡានហើយទៅលើដែករបស់ឡាននឹងទៀតនេះឆ្កឹះដាច់ដែកទៀតគេយើងមើលជាក់ស្ដែងមកនេះហ៎អញ្ចឹងនេះគាត់ឆ្កឹះដាច់ដល់លើទៀតណាមិនត្រឹមតែប៉ុណ្្នឹងទេឡាននេះគាត់ដូរប៊ូតុងចុចនេះដោយសារជ័ររបស់ឌីមហ្នឹងនេះវាហែធ្លាក់ចូលនៅនេះប៉ុន្តែធ្លាក់ខាងកកុងអាហ្នឹងគាត់ដូរហើយមួយតង់ហើយតែឥឡូវគាត់មកឆែកមួយតង់ទៀតដោយសារតែអានេះវាពេលភ្លៀងចូលទឹកទៀតដោយសារអីប៊ូតនេះគាត់ដាក់កាវជាសាសនេះស្នាមណាដាក់ស្នាមកាវជាសាសនេះរហូតដល់តក់មកលើនេះឃើញទេអញ្ចឹងម្ចាស់ឡានដែលគាត់មានឡានថ្មីគួរប្រុងប្រយ័ត្នណាដូចនេះហ៎គាត់ដាក់កាវនេះសិតកាវជាសាសបាទសក់ជាប់នៅនឹងទាំងអស់ហើយការតរបស់គាត់ខ្ញុំមិនដឹងគាត់តរបៀបណាខ្លះទេអានេះគាត់កាត់ខ្សែភ្លើងហើយគាត់អត់តវិញអានេះគាត់កាត់ខ្សែភ្លើងហើយគាត់អត់តវិញហើយការតរបស់គាត់នេះគាត់អត់បានដាក់ភិនចូលតាមក្នុងភិនហ្មងទេឬគាត់ដាក់ចូលទេគាត់ដាក់នៅខាងក្រៅនេះគាត់សុខចិត្តទាញសាច់គេចេញមកខាងក្រៅសាច់ដែករបស់គេចេញមកខាងក្រៅដើម្បីដាក់ខ្សែភ្លើងគាត់ចូលអញ្ចឹងពេលដែលគាត់ដាក់ទៅវិញនេះ connector ដែលគាត់ឆ្កឹះមកនេះគាត់ខំព្យាយាមឆ្កឹះឥឡូវវាបាក់ហ្មងវាបាក់យកណាចឹងអាហ្នឹងគុណវិបត្តិគឺមានអីពេលភ្លៀងមកគឺភ្លៀងចូលទឹកហូរចូលតាមហ្នឹងធ្វើឲ្យវាចូលក្នុងបាតឡានដល់ពេលចូលក្នុងបាតឡានវាសាងកម្រាលរបស់យើងវាធំខ្លួនក្នុងឡានណាអញ្ចឹងហើយមិនត្រឹមតែមកទ្វារហ្នឹងទេនេះយើងមានដល់ទ្វារនេះទៀតទ្វារក្រោយនេះទៀតដូចគ្នានេះវាជាស្នាដៃឥឡូវយើងឃើញបាក់អស់ហើយឃើញទេអញ្ចឹងអានេះពិសាផ្ដាំទៅម្ចាស់រថយន្តទាំងអស់មុននឹងទៅដាក់ឌីមឬក៏ដាក់តកែច្នៃអីមួយសូមយើងមើលទៅលើទឹកដៃជាងដែលគាត់អាចផ្លាស់ប្ដូរឬក៏គាត់បន្ថែម modify ទៅលើឡានរបស់យើងនឹងបានល្អអត់អញ្ចឹងមិនមែនតែមួយទ្វារឬក៏ពីរទ្វារទេរហូតដល់13ទ្វារអញ្ចឹងណាឡាននេះ Everest 25បាទថ្មីជ្រើហ្មងឡានហើយបើសិនជាយើងជួបបែបនេះម្ចាស់ឡានដែលមានអារម្មណ៍បែបណាណាដូចគ្នានេះឥឡូវមើលខ្សែភ្លើងគាត់រត់នៅលើ connector នេះអញ្ចឹងគាត់អត់រត់នៅក្នុងខ្សែភ្លើងដូចគេទេបើសិនជាគាត់មានបច្ចេកទេសត្រឹមត្រូវគាត់អាចនឹងដាក់ចូលក្នុង connector នេះខ្សែភ្លើងគាត់រត់ក្នុង connector នេះគាត់រត់ចូលក្នុងហ្នឹងអញ្ចឹងដល់ពេលនេះគាត់អត់មានបច្ចេកទេសត្រឹមត្រូវទេគាត់តមួយ Wi-Fi ខាងក្រៅអញ្ចឹងគាត់ទាញខ្សែភ្លើងរត់ពីលើ connector ហ្នឹងហ្មងដើម្បីឲ្យគាត់ញុកចូលហ្មងដល់ពេលគាត់ញុកចូលគាត់ញុកអាប៊ូតនេះដាក់អត់ចូលដល់ពេលដែលប៊ូតនេះដាក់អត់ចូលគាត់ព្យាយាមដាក់វាធ្វើអញ្ចឹងបញ្ហាមកគាត់គឺអញ្ចឹងណាហើយថ្ងៃមុននេះដូរអានេះដូរហើយអានេះដោយសារឌីមដោយសារនេះជ័ររបស់ឌីមហ្នឹងជ័ររបស់វាហ្នឹងវាធ្លាក់ទៅលើ connector ធ្លាក់ទៅលើប៊ូតុងទាំងអស់នេះអញ្ចឹងស្អិតប៊ូតុងទាំងអស់ទៅកញ្ចក់អត់ដើរទេហើយការតរបស់គាត់ហ្នឹងធ្វើឲ្យកញ្ចក់របស់គាត់ទាំង4ហ្នឹងគឺដើរយ៉ាប់មែនទែនឥឡូវប៊ូតុងនេះត្រូវបានដូរទាំងអស់ហើយអញ្ចឹងតម្លៃរៀងគួរសមដែរអញ្ចឹងឡានថ្មីต้องប្រយ័ត្នទាំងអស់គ្នាបាទ